ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Chaos Show របស់ Admin ដោយថ្ងៃនេះគឺជាថ្ងៃទី23ខែមេសាឆ្នាំ2026ហើយយើងនឹងមកតាមដានព័ត៌មានអន្តរជាតិទាំងអស់គ្នាហើយថ្ងៃនេះគឺបានភ្លៀងមួយមេទៅចាក់ទៅជុំមែនទែនប្រិយមិត្តពុកម៉ែបងប្អូនមិនជាខ្លាំងអីទេក៏ប៉ុន្តែធ្វើឲ្យអង្កែបហ៊ីងហ្នឹងគឺយំឡើងទៅហឹងអង្កងតែម្ដងតួយ៉ាងដូចជានៅខាងក្រោយរបស់ Admin អញ្ចឹងគឺកំពុងតែយំឡើងទៅហឹងវារំខានអីចឹងណាប្រិយមិត្តពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះយើងមកតាមដានព័ត៌មានអន្តរជាតិតាក់ទងទៅនឹងប្រទេសជប៉ុនយើងទៅតាមដានប្រទេសជប៉ុនវិញម្ដងដោយការពីពេលថ្មីនេះប្រទេសជប៉ុនគេបានបើកចំហទ្វារទៅកាន់ទីផ្សារអាវុធសកលជាមួយនឹងការបន្ធូរបន្ថយការរដ្ឋបិទលើការនាំចេញអាវុធផងដែរអញ្ចឹងគឺគេបន្ធូរបន្ថយការនាំចេញអាវុធប្រិមិត្តម៉ែបងប្អូនដោយកាលពីថ្ងៃអង្គារទី21ខែមេសាឆ្នាំ2026នេះគឺប្រទេសជប៉ុនគេបានបញ្ចេញនៅការធ្វើកំណែតម្រង់ដ៏ធំបំផុតមួយរបស់ខ្លួននៅក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះពាក់ព័ន្ធទៅនឹងច្បាប់នាំចេញអាវុធដោយលុបចោលនៅការរដ្ឋបិទមួយផ្នែកធំលើការនាំចេញអាវុធទៅក្រៅប្រទេសនិងត្រួសត្រាយផ្លូវសម្រាប់ការនាំចេញនាវាចម្បាំងមីស៊ីលនិងអាវុធជាច្រើនផ្សេងទៀតនេះបើតាម Reuters ប្រិមិត្តហើយការធ្វើកំណែតម្រង់ខាងលើនេះគឺមានគោលដៅពង្រឹងឧស្សាហកម្មយោធារបស់ប្រទេសជប៉ុនតែក៏ជាការបោះជំហានមួយដ៏ធំចេញកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញសន្តិនិយមហើយអាចនឹងបង្កើននូវភាពតានតឹងជាមួយនឹងប្រទេសចិនផងដែរអញ្ចឹងប្រទេសជប៉ុនគឺគេបន្ធូរបន្ថយការរដ្ឋបិទផ្នែកនាំចេញអាវុធទៅក្រៅប្រទេសអញ្ចឹងណាហើយនឹងជាការត្រួសត្រាយផ្លូវសម្រាប់នាំចេញនាវាចម្បាំងមីស៊ីលក៏ដូចជាប្រភេទអាវុធផ្សេងទៀតទៅកាន់ប្រទេសផ្សេងដែលមានតម្រូវការនៅក្នុងការពង្រឹងវិស័យការពារជាតិឬក៏ដើម្បីការពារប្រទេសជាតិអញ្ចឹងណាអញ្ចឹងគឺអាចមានឱកាសនៅក្នុងការទិញសារពាអាវុធពីប្រទេសជប៉ុនបានហើយប្រិមិត្តពុកម៉ែបងប្អូនបានដឹងហើយថាសារពាអាវុធឬក៏របស់ប្រើប្រាស់ផ្សេងគឺយើងតែងតែនឹកឃើញថាប្រទេសជប៉ុនហ្នឹងគឺផលិតបានល្អខ្លាំងមែនទែននៅពេលដែលរកទិញអ្វីមួយរកទិញរបស់របរប្រើប្រាស់គឺយើងតែងតែសួររកថាជារបស់ប្រទេសជប៉ុនឲ្យតែរបស់ប្រទេសជប៉ុនគឺតែងតែគិតថាល្អអីចឹងទៅដោយសារតែគេមាន credit អីចឹងណាប្រិមិត្តពុកម៉ែបងប្អូនចឹងគឺផលិតមកមួយគឺប្រើបានយូរហើយធន់អីចឹងទៅអញ្ចឹងប្រទេសជប៉ុនគឺគេបានធ្វើកំណែតម្រង់ដែលបន្ធូរបន្ថយផ្នែកនាំចេញអាវុធទៅក្រៅប្រទេសអញ្ចឹងណាដោយសារតែការពីមុនប្រទេសជប៉ុនគឺជាប្រទេសមហាអំណាចមួយនៅក្នុងតំបន់អាស៊ីផងដែរកាលពីសង្គ្រាមលោកលើកទី2ណាប្រិមត្តដែលមានការវាយទីប្រទេសចិនប្រទេសកូរ៉េអីផ្សេងអីចឹងទៅឬក៏ប្រទេសនៅក្នុងតំបន់អាស៊ីហ្នឹងគឺមានការវាយទីដោយសារតែប្រទេសជប៉ុនហ្នឹងឯងប៉ុន្តែចុងក្រោយក៏មានការចោះចាញ់សង្គ្រាមដោយសារតែសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក2គ្រាប់នៅទីក្រុងហ៊ីរូស៊ីម៉ានិងនាហ្គាសាគីអញ្ចឹងហើយក៏គេមានច្បាប់ដែលគេហៅថាសន្តិនិយមណាប្រិមិត្តពុកម៉ែបងប្អូនដែលគេហៅថាមានច្បាប់សន្តិនិយមរបស់ប្រទេសជប៉ុននោះគឺមិនតម្រូវឲ្យប្រទេសជប៉ុននោះគឺបង្កើននៅកម្លាំងយោធាឲ្យខ្លាំងក្លាឬគេហៅថាយោធានិយមដោយការពីសម័យសង្គ្រាមលោកលើកទី2នោះទេអញ្ចឹងហើយនៅក្នុងគណៈពេលនេះគឺវាខុសប្លែកអំពីមេដឹកនាំប្រទេសជប៉ុនមុនដោយសារតែមេដឹកនាំជប៉ុនលើកនេះគឺហាក់ដូចជាខ្លាំងប្រិមិត្តពុកម៉ែបងប្អូនមិនខ្លាចញញើតនឹងប្រទេសចិនអីនោះទេដោយមានការបន្ធូរបន្ថយការរដ្ឋបិទផ្នែកអាវុធហ្នឹងគឺដើម្បីឲ្យប្រទេសជប៉ុនមានការនាំចេញអាវុធទៅក្រៅប្រទេសបានដូចជានាវាចម្បាំងមីស៊ីលក៏ដូចជាអាវុធជាច្រើនប្រភេទផ្សេងទៀតនេះបើតាមការចុះផ្សាយដោយ Reuters ប្រិមិត្តពុកម៉ែបងប្អូនហើយកំណែតម្រង់ខាងលើនេះគឺមានគោលដៅពង្រឹងឧស្សាហកម្មយោធារបស់ប្រទេសជប៉ុនគេបានបញ្ជាក់ទៀតថាការធ្វើកំណែតម្រង់ខាងលើគឺមានគោលដៅពង្រឹងឧស្សាហកម្មយោធារបស់ប្រទេសជប៉ុនតែវាក៏ជាការបោះជំហានមួយដ៏ធំធេងផងដែរចេញកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញសន្តិនិយមហើយអាចនឹងបង្កើនភាពតានតឹងជាមួយនឹងប្រទេសចិនផងដែរហើយការផ្លាស់ប្ដូររបស់ប្រទេសជប៉ុននៅពេលនេះគឺកើតមានឡើងចំពេលដែលសង្គ្រាមនៅអ៊ុយក្រែននិងនៅក្នុងតំបន់មជ្ឈិមបូព៌ាបាននឹងកំពុងតែធ្វើឲ្យការផលិតសារពាវុធរបស់សហរដ្ឋអាមេរិកស្ថិតនៅក្រោមសម្ពាធផងដែរដែលនេះបានហុចឱកាសឲ្យប្រទេសជប៉ុនបានន័យថានៅក្នុងគណៈពេលដែលប្រទេសជប៉ុនពង្រឹងនៅឧស្សាហកម្មយោធារបស់ខ្លួនឬក៏មានការបន្ធូរបន្ថយនៅច្បាប់នាំចេញអាវុធរបស់ប្រទេសជប៉ុននេះគឺជាឱកាសមួយសម្រាប់ឲ្យបណ្ដាប្រទេសផ្សេងដែលចង់ទិញអាវុធហ្នឹងគឺអាចទិញអាវុធពីប្រទេសជប៉ុនបានស្របពេលដែលសហរដ្ឋអាមេរិកកំពុងតែជាប់ដៃធ្វើសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាជាមួយនឹងប្រទេសអ៊ីរ៉ង់អញ្ចឹងហើយវាជាឱកាសដែលហុចឲ្យប្រទេសជប៉ុនតែម្ដងដែលធ្វើឲ្យប្រទេសជប៉ុននឹងមានឱកាសនៅក្នុងការនាំចេញអាវុធទៅកាន់បណ្ដាប្រទេសផ្សេង
ហើយព្រមពេលជាមួយគ្នាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏កំពុងតែមានការស្រពិចស្រពិលឬក៏សង្ស័យចំពោះសហរដ្ឋអាមេរិកផងដែរនៅក្នុងការដឹកនាំរបស់លោកដូណាល់ត្រាំអញ្ចឹងការដែលប្រទេសជប៉ុនបន្ធូរបន្ថយច្បាប់នាំចេញអាវុធនេះគឺស្របពេលជាមួយគ្នានឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អឺរ៉ុបនិងតំបន់អាស៊ីមួយចំនួនគឺកំពុងតែសម្លឹងរកការផ្គត់ផ្គង់សារពាអាវុធផងដែរនៅក្នុងគ្រាដែលពួកគេកំពុងតែសង្ស័យរឹតតែខ្លាំងលើការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារពួកគេនៅក្រោមអាណត្តិរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំអញ្ចឹងវាចំពេលជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំហ្នឹងគឺមានការធ្វើឲ្យបណ្ដាប្រទេសផ្សេងដូចជាប្រទេសអឺរ៉ុបហើយនិងប្រទេសអាស៊ីមួយចំនួនហ្នឹងគឺមានការសង្ស័យលើការការពាររបស់សហរដ្ឋអាមេរិកអញ្ចឹងហើយបណ្ដាប្រទេសទាំងអស់នោះគឺគេត្រូវតែមានការពង្រឹងខាងវិស័យយោធារបស់ពួកគេឬក៏វិស័យការពារជាតិរបស់ពួកគេដោយខ្លួនឯងដោយការទិញសារពាអាវុធពីបណ្ដាប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិកដូចជាប្រទេសជប៉ុនហើយផ្សេងអញ្ចឹងទៅក្រុមមន្ត្រីរបស់ប្រទេសជប៉ុនបានប្រាប់រយទៅថាបណ្ដាប្រទេសមួយចំនួនដែលមានចាប់ពីប៉ូឡូញរហូតដល់ហ្វីលីពីនបានងាកទៅរកការទិញសារពាអាវុធពីអ្នកផ្គត់ផ្គង់ផ្សេងក្រៅតែពីសហរដ្ឋអាមេរិកហើយនៅក្នុងនោះក៏រួមមានទាំងជប៉ុនផងដែរហើយតាមក្រុមមន្ត្រីរបស់ប្រទេសជប៉ុនកិច្ចព្រមព្រៀងលក់អាវុធដំបូងរបស់ប្រទេសជប៉ុនអាចជាការនាំចេញនាវាចម្បាំងមួយទឹកឲ្យទៅកាន់ប្រទេសហ្វីលីពីនអញ្ចឹងគឺថាក្រុមមន្ត្រីរបស់ប្រទេសជប៉ុនហ្នឹងគឺគេបាននិយាយថាកិច្ចព្រមព្រៀងលក់អាវុធដំបូងរបស់ប្រទេសជប៉ុនហ្នឹងគឺជាការនាំចេញនាវាចម្បាំងមួយទឹកអញ្ចឹងណាប្រិមិត្តបងប្អូនដែលបកគលទៅឲ្យប្រទេសហ្វីលីពីនអញ្ចឹងទៅហើយគួរបញ្ជាក់ថានៅក្រោមការធ្វើកំណែតម្រង់ខាងលើរបស់ប្រទេសជប៉ុននឹងបន្តអនុវត្តតាមគោលការណ៍ចំនួន3របស់ប្រទេសជប៉ុនផងដែរពាក់ព័ន្ធទៅនឹងការនាំចេញអាវុធនៅក្នុងនោះគឺរួមមានទាំងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ហើយនឹងការគ្រប់គ្រងលើការនាំចេញអាវុធទៅកាន់ប្រទេសទី3ផងដែរនិងបំរាមលក់អាវុធឲ្យទៅប្រទេសដែលកំពុងតែមានសង្គ្រាមប៉ុន្តែរដ្ឋាភិបាលជប៉ុនក៏បានបញ្ជាក់ផងដែរថាអាចនឹងមានករណីលើកលែងប្រសិនបើការលក់អាវុធណាមួយត្រូវបានចាត់ទុកថាវាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ប្រទេសជប៉ុនអញ្ចឹងគេមានច្បាប់របស់គេនៅក្នុងការលក់អាវុធផងដែរគេមានច្បាប់ចំនួន3ចំណុចឯណោះប្រិមិត្តបងប្អូនដែលមានទាំងការត្រួតពិនិត្យនិងបំរាមលក់អាវុធទៅឲ្យប្រទេសដែលកំពុងតែមានសង្គ្រាមប៉ុន្តែក៏មានករណីលើកលែងផងដែរប្រសិនបើការលក់អាវុធណាមួយត្រូវបានចាត់ទុកថាវាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ប្រទេសជប៉ុនអញ្ចឹងគឺគេមានករណីលើកលែងដែរចំណែកឯនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកាយឈីបានផ្ញើសារគោរពទៅកាន់ព្រះវិហារយ៉ាស៊ូកូនីផងដែរដោយនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកាយឈីកាលពីថ្ងៃទី21ខែមេសាឆ្នាំ2026បានផ្ញើសារគោរពទៅកាន់ព្រះវិហារយ៉ាស៊ូកូនីដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហាននិងមេដឹកនាំជប៉ុនដែលស្លាប់នៅក្នុងសង្គ្រាមលោកលើកទី2គណៈការធ្វើបែបនេះតែងតែបង្កការខឹងសម្បារដល់ប្រទេសជិតខាងដូចជាប្រទេសចិនហើយនិងប្រទេសកូរ៉េខាងត្បូងផងដែរនេះបើតាម AFP ព្រះវិហារយ៉ាស៊ូកូនីស្ថិតនៅក្នុងទីក្រុងតូក្យូគឺជាទីសក្ការៈសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហាននិងមេដឹកនាំជប៉ុនដែលបានពលីជីវិតដើម្បីជាតិនៅក្នុងសម័យសង្គ្រាមលោកលើកទី2ក៏ប៉ុន្តែសម្រាប់ប្រទេសចិនហើយនិងប្រទេសកូរ៉េខាងត្បូងមេដឹកនាំនិងទាហានជប៉ុនទាំងអស់នោះគឺជាឧក្រិដ្ឋជនសង្គ្រាមដែលបានឈ្លានពាននិងធ្វើបាបប្រជាជនរបស់ពួកគេនៅអំឡុងសម័យសង្គ្រាមលោកដូច្នេះហើយទើបប្រទេសកូរ៉េខាងត្បូងជាពិសេសគឺប្រទេសចិនតែម្ដងដែលតែងតែសម្ដែងនៅការខឹងសម្បារប្រឆាំងជំទាស់ទៅនឹងការផ្ញើសារគោរពឬក៏ការធ្វើដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជប៉ុនទៅកាន់ព្រះវិហារយ៉ាស៊ូកូនីផងដែរអញ្ចឹងគឺប្រទេសចិនហើយនិងប្រទេសកូរ៉េខាងត្បូងហ្នឹងគឺគេចាត់ទុកក្រុមទាហានរបស់ប្រទេសជប៉ុនហើយនិងថ្នាក់ដឹកនាំរបស់ប្រទេសជប៉ុនកាលពីសម័យសង្គ្រាមលោកលើកទី2ហ្នឹងគឺជាឧក្រិដ្ឋជនផងដែរអញ្ចឹងហើយនៅពេលដែលមេដឹកនាំប្រទេសជប៉ុនហើយនិងថ្នាក់ដឹកនាំជប៉ុនដែលទៅគោរពវិញ្ញាណក្ខន្ធទាហានដែលពលីជីវិតដើម្បីប្រទេសជប៉ុនហ្នឹងគឺប្រទេសចិននិងប្រទេសកូរ៉េខាងត្បូងគឺគេតែងតែមានការខឹងសម្បារចំពោះប្រទេសជប៉ុនផងដែរគួរបញ្ជាក់ផងដែរថាចាប់តាំងតែពីឆ្នាំ2013មកមិនដែលធ្លាប់មាននាយករដ្ឋមន្ត្រីជប៉ុនណាម្នាក់ធ្វើទស្សនកិច្ចដោយផ្ទាល់ទៅកាន់ព្រះវិហារយ៉ាស៊ូកូនីនោះទេក៏ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីជប៉ុនដូចជាលោកស៊ីនស៊ូអាបេ
ហើយនឹងលោក Fumio Kishida តែងតែផ្ញើសារគោរពទៅកាន់ព្រះវិហារនេះនៅអំឡុងពេលមានពិធីបុណ្យនៅខែសីហាផងដែរសម្រាប់ខួបដែលព្រះចៅអធិរាជជប៉ុនប្រកាសពីការចុះចាញ់របស់ប្រទេសជប៉ុននៅក្នុងសង្គ្រាមលោកលើកទី2កាលពីឆ្នាំ2013អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានធ្វើទស្សនកិច្ចទៅកាន់ព្រះវិហារ Yasukuni ដែលការនេះបានធ្វើឲ្យប្រទេសចិននិងប្រទេសកូរ៉េខាងត្បូងខឹងសម្បាជាខ្លាំងព្រមទាំងជំរុញឲ្យមានការរិះគន់ខាងការទូតដ៏កម្រពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រទេសជប៉ុនផងដែរចឹងគឺថាឲ្យទៅរាល់ពេលដែលថ្នាក់ដឹកនាំរបស់ប្រទេសជប៉ុនទៅគោរពវិញ្ញាណក្ខន្ធឬក៏ផ្ញើសារទៅកាន់ព្រះវិហារ Yasukuni នេះគឺតែងតែមានការខឹងសម្បាពីសំណាក់ប្រទេសចិនហើយនិងប្រទេសកូរ៉េខាងត្បូងផងដែរដោយសារតែប្រទេសពីរនេះគឺរងឥទ្ធិពលរបស់ប្រទេសជប៉ុននឹងគឺខ្លាំងណាស់ដល់ពេលចឹងទៅគេក៏មានការខឹងសម្បាផងដែរដោយប្រទេសជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី2នេះគឺធ្វើបាបប្រជាជនចិនហើយនិងប្រជាជនជប៉ុនយ៉ាងខ្លាំងផងដែរប្រិមិត្តបាទនិយាយពីរឿងរ៉ាវជប៉ុនធ្វើបាបប្រជាជនប្រទេសកូរ៉េខាងត្បូងក៏ដូចជាប្រទេសចិនហ្នឹងគឺវារាប់មិនអស់ទេប្រិមិត្តបងប្អូន